ពេលតដើរលេងខេត្តសៀមរាបម្ដងយើងច្រើនទៅតែប្រាសាទអង្គរធំប្រាសាទអង្គរតូចឬក៏ឡើងភ្នំបាខែងអីផ្សេងៗណាប៉ុន្តែតាមពិតនៅសៀមរាបមានប្រាសាទមានតំបន់ផ្សេងៗជាច្រើនទៀតដែលយើងអត់ទាន់បានទៅថ្ងៃនេះខ្ញុំនាំបងប្អូនយើងទៅទស្សនាមើលកំសាន្តជាមួយខ្ញុំគឺប្រាសាទមេបុណ្យខាងលិចនៅចំកណ្ដាលបារាយណ៍ទឹកថ្លាបងប្អូនដើម្បីអាចយើងទៅលេងប្រាសាទមេបុណ្យលិចបានគឺយើងត្រូវជិះកណូតទៅយើងត្រូវជិះកណូតទៅគេយក$20ទៅមកណាហើយបន្ទាប់ពីយើងជិះកណូតឆ្លងបារាយណ៍ទៅគឺមានកោយន្តមួយជូនយើងទៅនេះសកម្មភាពពួកខ្ញុំក្រុមគ្រួសារក្រុមការងារខ្ញុំជិះទៅនេះឆ្លងជិះកណូតផងហើយជិះកោយន្តឡើងទៅប្រាសាទនៅចំកណ្ដាលហ្នឹងអញ្ចឹងយើងឃើញនេះរូបភាពប្រាសាទមេបុណ្យខាងលិចនេះណានៅចំកណ្ដាលប្រាសាទហ្នឹងគឺស្អាតមែនទែនបងប្អូនហើយតាមប្រវត្តិសាស្ត្រគឺនៅចំកណ្ដាលប្រាសាទហ្នឹងគឺមានរូបព្រះអង្គព្រះវិស្ណុដាក់ចំកណ្ដាលប្រាសាទហ្នឹងគាត់ថាឥឡូវហ្នឹងគឺនៅបារាំងរូបហ្នឹងណាហើយប្រាសាទហ្នឹងឥឡូវគឺសកម្មភាពជួសជុលស្អាតណាបងប្អូនយើងជួសជុលស្អាតប្លែកខ្ញុំទៅមើលនេះខ្ញុំមើលគឺស្អាតមែនទែនហើយតាមខ្ញុំទទួលព័ត៌មានពីខាងអ្នកដែលគាត់នៅជួយមើលកាន់ប្រាសាទហ្នឹងគឺគាត់ថាខែ11គេសម្ពោធរួចរាល់គេជួសជុលរួចរាល់គេនឹងចាប់ផ្ដើមសម្ពោធណាចឹងខ្ញុំទៅនឹងជួបជាមួយបដិជគុណមានប្រជាពលរដ្ឋបងប្អូនយើងមកពីកម្ពុជាក្រោមគាត់មកលេងដែរនេះគ្រួសារខ្ញុំគាត់ប្រគេនបច្ច័យប្រសង់មកពីកម្ពុជាក្រោមពីស្ពាំងត្រាវគាត់ថាអញ្ជើញបងប្អូនខ្មែរយើងទៅលេងនៅកម្ពុជាក្រោមវិញផងអានេះថ្ងៃនេះពេលដែលចប់ហើយពួកខ្ញុំមកវិញនេះខ្ញុំដើរមកថតគោយន្តនេះជិះគោយន្តពីប្រាសាទហ្នឹងមកព្រោះយើងជិះមកដើម្បីមកឡើងលើទូកវិញណាកូនស្រីខ្ញុំជិះឡើងមកតែមានទូកយើងនៅចាំយើងហ្នឹងបាទយើងចាំហើយយើងឆ្លងដល់ទីទូកមកវិញមកទៅមកគឺគេយក$20បងប្អូនសប្បាយស្រស់ស្រាយនិយាយទៅឆ្លងកាត់បាននឹងជិះទូកជិះកណូតជិះគោយន្តហើយបានទៅមើលប្រាសាទផ្លែកភ្នែកទៅបងប្អូនបាទស្អាតណាស់បងប្អូនបានទៅលេងសៀមរាបអាចទៅ explore មើលទីតាំងកន្លែងថ្មីៗអញ្ចឹងណាហើយជាពិសេសខែ11ខ្ញុំឮថាគេសម្ពោធហើយនៅទីតាំងហ្នឹងណាយើងអាចទៅលេងនៅប្រាសាទមេបុណ្យខាងលិចនៅក្នុងបារាយណ៍ទឹកថ្លាបានអរគុណបងប្អូនបាយបាយ